ជំរុញឲ្យអូនប្រឡងជាប់ CSCA ត្រូវទេបានអាហារូបករណ៍យ៉ាងជោគជ័យទៅរៀននៅប្រទេសចិនแล้วប្រហែលបានថាពេលប្រឡងគណិតនឹងបានមែនតែយើងចង់រៀនយើងចេះហើយយើងនឹងខំប្រឹងរៀនហើយយើងរកកលឹះមិនដើម្បីស្រាយបញ្ហាមួយនឹងដើម្បីថាឲ្យយើងរៀនចេះហើយចំពោះការដាក់អាហារូបករណ៍ទៅរៀននៅប្រទេសចិនឥឡូវគឺយើងដឹងហើយថាយើងត្រូវប្រឡង CSCA ហើយចំពោះថ្ងៃនេះដែរគឺយើងមានភ្ញៀវកិត្តិយសដែលគាត់មានបទពិសោធន៍ធ្លាប់ប្រឡង CSCA រួចហើយអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរតោះមកជួបជាមួយនឹង guest speaker យើងទាំងអស់គ្នាអូខេសួស្ដីអូនជំរាបសួរហ្នឹងហើយអញ្ចឹងជាដំបូងហ្មងគឺចង់ឲ្យអូនជួយណែនាំខ្លួនសិនអញ្ចឹងណាតោះso stay in our clear young chua with saying Mandy already take CSCA and like right now really like don't jam the con can get admission to go and study China wow បកកែមែនតែនហ្មងណាហ្នឹងហើយអញ្ចឹងដើមដំបូងហ្មងបងចង់នឹងសិនថាតើអូនចាប់ដើមស្គាល់ CSCA ហ្នឹងពីពេលណាមកហើយ CSCA ហ្នឹងគឺជាអីគេបងគិតថាសូមសួរអ្នកខ្លះក៏អត់ទាន់ដឹងទេថា CSCA ហ្នឹងគឺជាអីគេ so ខ្ញុំដឹងតាតុងមួយនឹង CSCA ហ្នឹងដោយសារតែបងស្រីរបស់ខ្ញុំគាត់រៀននៅប្រទេសចិន and she told me about CSCA ថាក្នុងឆ្នាំ2025នេះno sorry 2026នេះគឺគេត្រូវការ CSCA ដើម្បីទៅរៀននៅប្រទេសចិន and CSCA ហ្នឹងគឺជាការដែលវាស់ស្ទង់សមត្ថភាពរបស់សិស្សានុសិស្សនិយាយរួមទៅមិនមែនថាស្រុកខ្មែរគឺទូទាំងសកលលោកដែលថាចង់មករៀននៅប្រទេសចិនគឺគេវាស់ស្ទង់សមត្ថភាពទាក់ទងជាមួយនឹងគណិតវិទ្យារូបវិទ្យា and គីមីវិទ្យា and also Chinese ផងដែរ yes ហ្នឹងហើយមួយទៀតដែរដោយសារតែអូនបានប្រឡងរួចរាល់ហើយអញ្ចឹងអ្វីដែលបងចង់ដឹងជាងគេហ្មងចង់ដឹងថាតើនៅក្នុងការត្រៀមប្រឡងហ្នឹងអូនត្រៀមខ្លួនមិនខ្លះដើម្បីអាចប្រឡង CSCA នឹងបានហើយសំខាន់ប្រឡងជាប់ទៀតមានតិចនិចអីគេខ្លះដែលអាចចែករំលែកទៅកាន់ audience យើងបានណាso ការក្នុងការត្រៀមរបស់ខ្ញុំហ្នឹងខ្ញុំបានឯកសារមកពីបងស្រីរបស់ខ្ញុំនៅចិនអញ្ចឹងខ្ញុំមានឯកសារដែលខ្ញុំឃើញខាងបងក៏ផុសដែរទៅមួយនឹងឯកសារចិននៅសភៅនៅហាងសភៅ Asia ពេលច្រើនមានច្រើនណាមានកណិតរូបគីមីខ្ញុំ also like ខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំប្រឡងកណិតខ្ញុំប្រើប្រាស់សភៅមួយនឹងដើម្បីរៀនត្រៀមកណិតផងដែរ and ឯកសារតាមថាធម្មតាហ្មងខ្ញុំឃើញគេរៀនខ្ពស់ជាងយើងតាមបន្តិចដូចថាយើងរៀនកុសតាំងអីអញ្ចឹងយើងរៀនត្រឹមកុសតាំងគេរៀនតCSC ឬក៏មួយទៀតហ្នឹងខ្ញុំភ្លេចបាត់ហើយវាយូរដែរវាលើយើងមិនបន្តិចទៀតលើយើងតាមបន្តិចទេបើថាអាចថានៅក្នុងសភៅកម្រិតខ្ពស់ទី12គឺអាចនឹងមានយល់ប៉ុន្តែដូចតកតងជាមួយនឹងការប្រឡងហ្នឹងបើតាមបទពិសោធន៍អូនខ្លួនឯងហ្មងពេលអូនរៀនសភៅហ្នឹងមុនទៅប្រឡងវាជួយដល់ការប្រឡងអូនអត់ជួយបងជួយច្រើនអាចថាលំហាត់របស់គេរៀងលើសយើងតិចតួចអាចថាវារៀងធ្ងន់ជាងហ្នឹងតែយើងអាចដោះស្រាយបានហើយវាជួយបានច្រើនសម្រាប់ខ្ញុំគឺខ្ញុំប្រឡងអាលើកដំបូងគេហ្មងអស់ហ្មងអញ្ចឹងប្រឡងម្ដងឲ្យជាប់បណ្ដោយចាប្រឡងជាប់បណ្ដោយអញ្ចឹងទៅវាផា process ហ្មងគឺអាចថាយើងសាក់ដំបូងគេហើយយើងបានស្គាល់ថាគេ process មិនទៀតតាមពិតទៅបងសួរកន្លែងហ្នឹងដោយសារតែធ្លាប់មានអ្នកដែលគាត់ពេលខ្លះគាត់ព្យាយាម research អីផ្សេងៗអញ្ចឹងទៅពេលដែលគាត់រៀនអត់ចំឯកសារចំណាយពេលរៀនទៅខុសបើយើងជ្រើសរើសឯកសារឲ្យវាត្រូវពេលយើងចំណាយពេលទៅខំរៀនទៅគឺវាត្រូវចំគោលដៅអញ្ចឹងណាហ្នឹងហើយមួយទៀតដែរដែលបងចង់ដឹងហើយក៏បងជឿថាភាគច្រើនគឺគេចង់ដឹងហ្មងថាតើ process នៅក្នុងការដាក់ប្រឡងចុះឈ្មោះ register ប្រឡងហ្នឹងយើងអាចធ្វើខ្លួនឯងបានអត់ហើយ process ហ្នឹងយើងត្រូវកាយគេខ្លះហើយវាពិបាកអត់អូនអាចជួយចែករំលែកដែរបានមិនតើតើមួយនឹង process របស់ខ្ញុំដាក់ហ្មងគឺខ្ញុំត្រូវការតា passport មួយឯងនិយាយរួមទៅគឺខ្ញុំរៀបចំ process ហ្នឹងគឺខ្លួនឯងហើយយើងក៏អ្នកទាំងអស់គ្នាក៏អាចរៀបចំ process មួយហ្នឹងដូចគ្នាផងដែរអ្នកទាំងអស់គ្នាអាចសាកខ្លួនឯងបានព្រោះតែបើសម្រាប់ខ្ញុំហ្មងខ្ញុំត្រូវការតា passport មួយទេand like យើងរៀបតាយើងឧទាហរណ៍ថាយើងកងធនាគារយើងមានបើក visa អីចឹងទៅយើងអាចបង់លុយតាម visa បានអីចឹងណាអូខេប៉ុន្តែនៅពេលដែលយើង register ដើម្បីប្រឡង CSA ក្រៅតែពីpassport យើងហ្នឹងតើយើងត្រូវមានអីគេទៀតអត់តាមខ្ញុំចាំដូចជាអត់មានត្រូវការអីទេយើងត្រូវការតែ passport មួយហើយពេញព័ត៌មានទៅគឺយើងអាចមានឈ្មោះប្រឡងបានហ្នឹងហើយអូខេចុះតើតងជាមួយនឹងការ search ទៅលើការប្រឡងហ្នឹងយើងអាច search តាមណាខ្លះបានដែរsearch តាមការដើម្បីរកអា website ប្រឡងហ្នឹងយើងរករបស់ cscac.cn របស់ខាងរដ្ឋាភិបាលចិនយកមកនិយាយទៅ csca.cn គាត់ចូល website ហ្នឹងទៅគឺមានព័ត៌មានហ្នឹងទាំងអស់ហើយតើអូខេ I see ប៉ុន្តែតើតងជាមួយនឹងការប្រឡងណាពេលនោះន័យថាប្រឡងមានប្រឡងគណិតមួយហើយជាមួយនឹងប្រឡងភាសាចិនមួយទៅហើយចុះដល់ពេលតើតងជាមួយនឹងភាសាចិនពេលអូនត្រៀមនឹងអូនធ្វើមិនខ្លះដែរសម្រាប់ខ្ញុំហ្មងខ្ញុំត្រូវប្រឡងXSK ចឹង process របស់ខ្ញុំហ្មង
ភាសាចិនដែលគេប្រឡងនោះគឺបែប general ហើយគេមាន multiple choice អីចឹងណាភាសា CSCA ដែលខ្ញុំប្រឡងហ្នឹងកាលហ្នឹងគឺ multiple choice like they can choose អីចឹងទៅ so like if you guys in ASKU or ASK លាវខ្ញុំគិតថារៀងស្រាប់ចិនហ្នឹងគឺរៀងស្រួលព្រោះសារតែអានេះគឺខាងខ្ញុំរើខាង business ចឹងចិនខ្ញុំគឺចិនខាង business ដែរចឹងទៅសម្រាប់ខ្ញុំគិតថានឹងលាវហ្នឹងបើថាខាង business គឺរៀងស្រួលសម្រាប់អ្នកទាំងអស់គ្នាបើថាធំសឹកវារៀងនៅរៀងពាក់កណ្ដាលអញ្ចឹងមានន័យថាតាមពិតបើសិនជាពេលប្រឡងចំពោះមុខវិជ្ជាភាសាចិនហ្មងបើសិនជាចំណាគេរើស major ចំអាហ្នឹងមានន័យថាគាត់អាចត្រៀមមើល ASK ក៏វាត្រូវគ្នាជាមួយនឹងការប្រឡង CSCA មុខវិជ្ជាភាសាចិនដែរថាដូនអូខេទៅគឺត្រូវភាគច្រើនអញ្ចឹងអ្នកធៀមប្រឡង CSCA គួរដឹងថាត្រូវធៀមអីគេខ្លះណាហ្នឹងហើយមួយទៀតដែរទៅលើការប្រឡងហ្នឹងមួយទៀតបងចង់ឲ្យអូនជួយចែករំលែកថាអាកំឡុងពេលដែលប្រឡងហ្នឹងតើយើងគួរត្រូវធៀមខ្លួនអីគេខ្លះយើងមានអីគេខ្លះហើយយើងគួរប្រយ័ត្នអីគេខ្លះព្រោះបងគាត់ថាយើងចោះឈ្មោះយើងអូខេហើយតទៅពេលអាប្រឡងមែនតើនេះតើយើងត្រូវធ្វើម៉េចដើម្បីវាជំនួយឲ្យយើងនឹងប្រឡងបានជាប់ហើយបានបន្ទុកល្អដែរអញ្ចឹងណាសម្រាប់ process នៃការដែលរៀបចំហ្មងជំរឿននៅក្នុងបន្ទប់ហ្នឹងគេឲ្យយើងដាច់តែឯងទៅយើងដាក់កាមេរ៉ាយើងមាន background កាមេរ៉ានៅពីក្រោយដើម្បីឲ្យគេនេះយើងត្រូវមានសមីមួយឬក៏យើងថាមានក្តារខៀនក៏បានដែរសមីក៏បានក្តារខៀនក៏បានតែយើងដាក់ក្តារពណ៌សនៅខាងក្នុងហ្នឹងណាយើងរួមទៅគឺយើងប្រើប្រាស់ Word ហើយនឹងមានប្រាប់លុបអាហ្នឹងគឺគេរៀងតឹងរឹងហ្មងបើថាយើងប្រើដូចថាក្តារធម្មតាយើងយកមកទៅសេហើយយើងលុបអត់បានអីចឹងគេឃើញគេដកយើងស្វ័យប្រវត្តិហ្មងប៉ុន្តែគេថាពេលយើងប្រឡងតាមកុំព្យូទ័រប៉ុន្តែក្តារហ្នឹងគេឲ្យយើងយកដើម្បីធ្វើអីគេក្តារព្រៀងបងព្រៀងបានហើយយើងត្រូវពេលធ្វើឲ្យគឺលុបឲ្យស្អាតប្រឡងចាប់គឺត្រូវតែលុបឲ្យស្អាតវ៉ាវប៉ុន្តែឆែកដែរវ៉ាវប៉ុន្តែបងលឿនតែថាត្រូវមានកាមេរ៉ានៅពីក្រោយមួយទៀតមានកាមេរ៉ាពីក្រោយមួយទៀតយើងអាចដាក់ទូរស័ព្ទបានអីចាព្រោះសារតែគេ send link ដូចជា QR code នៅពេលដែលយើងចូលនៅក្នុង process ឲ្យយើងដាក់នៅក្នុងកុំព្យូទ័រហើយគេនឹងមាន QR code សម្រាប់យើង scan អញ្ចឹងទៅយើងអាចដាក់ទូរស័ព្ទនៅពីក្រោយយើងហើយដូចជាឲ្យយើងឃើញខាងក្រោយយើងហ្នឹងទៅគឺឃើញមកបន្ទប់នឹងពេញហ្មងតន់និយាយទៅដោយការពេលពួកបងរៀនអនឡាញមកកូវីដហើយពេលប្រឡងអនឡាញអញ្ចឹងដូចគ្នាហើយមានគេនៅអង្កេតមើលយើងក្នុងនឹងដែរហ្នឹងហើយភ័យអត់ពេលហ្នឹងរៀងអត់ទេដោយសារតែគេតេស្តយើង2ដងពេលហ្នឹងដោយសារតែខ្ញុំលើកដំបូងអញ្ចឹងទៅពេលហ្នឹងគេតេស្តខ្ញុំឡើង3ដងអត់តេស្តឡើង2ដងហើយមុននឹងយើងចូលប្រឡងមិនថាគេឲ្យយើងតេស្តសាកល្បងសិនមែនតេស្តសាកល្បងសិនឲ្យយើងដឹងថា flow កាមេរ៉ាដាក់មិនអីអញ្ចឹងណាមុនថ្ងៃយើងប្រឡងឬក៏ក្នុងថ្ងៃយើងប្រឡងមុនថ្ងៃយើងប្រឡងប្រហែលជាខ្ទង់មួយអាទិត្យប៉ុន្តែអាហ្នឹងខាងចិនគេអ្នកតាក់ទងមកយើងឬក៏ខាងណាគេ email មកយើងដើម្បី testing yes ប្រឡងគេប្រាប់យើងថាថ្ងៃណាយើងត្រូវ testing អីចឹងដូចជាខ្ទង់មុនមួយអាទិត្យពេលហ្នឹងដោយសារតែ test លើកទី1វារឿង error ប្រព័ន្ធ system អីចឹងទៅ and then ទៅត្រូវ test លើកទី2តែប្រហែលជាឥឡូវអត់អីទេប្រហែលតែម្ដងយើងមិនថាគេណាត់យើងមុនថ្ងៃពីប្រឡងត្រូវបង I see អញ្ចឹងមិនថាបើសរុបឡើងវិញណាត្រូវមានកុំព្យូទ័រហើយត្រូវមានអ៊ីនធឺណិតទៀតព្រោះយើងប្រឡងតាមអនឡាញត្រូវអញ្ចឹងត្រូវមានអ៊ីនធឺណិត stable កុំព្យូទ័រមួយដែល process ងាយស្រួលហើយត្រូវមានទូរស័ព្ទមួយទៀតដែរដើម្បីដាក់កាមេរ៉ានៅខាងក្រោយណោះបន្ទាប់មកត្រូវមានអានោះបើយើងប្រើជាกระดาษស like A4 ស្អាតហ្មងបានឬក៏គេត្រូវតែសរសេរយើងរួមទៅឲ្យត្រឡប់ត្រូវតែលុបបានអញ្ចឹងមានថាกระดาษព្រៀងហ្នឹងត្រូវតែលុបបានអញ្ចឹងមានថាតតែយើងហ្នឹងប្រើប្រភេទក្តារខៀនសរសេរលុបបានហ្មងអូខេអាហ្នឹងយើងឲ្យគេឆែកអីដែរមានកระดาษ CSCA ដែលថាតើតោះមួយហើយយើងត្រូវប្រឡងអីគេខ្លះម៉ោងណាអីយើងមានកระดาษហ្នឹងដើម្បីបង្ហាញគេដែរពេលមុនយើងចាប់ដើមប្រឡងព្រោះនៅពេលដែលយើង register ហ្នឹងគឺយើងបានអាกระดาษហ្នឹងដែលថាយើងត្រូវប្រឡងអីគេខ្លះអីចឹងណាអូខេ I see ប៉ុន្តែពេលអូនប្រឡងហ្នឹងมันមានប្រឡងកណិតហើយជាមួយនឹងប្រឡងភាសាអាហ្នឹងប្រឡងក្នុងពេលតែមួយគ្នាហ្មងឬក៏ផ្ដាច់គ្នាដាច់គ្នាបងដូចជាគេឲ្យយើងប្រេកខ្ទង់ប្រហែលជាកន្លះម៉ោងកន្លះម៉ោងឲ្យប្រឡងតទៀតអូខេប៉ុន្តែដល់ពេលយើងប្រឡងហើយ result ចាំយូរអត់បើដូច ASK ចាំដូចពេលខ្លះ2អាទិត្យអីអរេបងចាំតែមួយអាទិត្យទេគេសិនឲ្យយើងហើយវ៉ាវលយបណ្ដោយដល់ពេលអត់បន្ទុកហ្នឹងមិនដែរជាប់បណ្ដោយជាប់បងស៊ីសុវ័យដែរព្រោះសារតែ first time ហើយយើងទទួលបានលទ្ធផលល្អទៀតតែឥឡូវប្រហែលបានថាពេលប្រឡងកណិតហ្នឹងបានមែនអាយថាមានតែបានគួរជាងខ្ញុំគាត់ថាបានហើយ80ខ្ញុំបើសម្រាប់បងគាត់ថា80ប៉ាកែព្រោះថាមិនយើងត្រៀមលើកទី1ដាក់ទៅជាប់ហ្មងណាអញ្ចឹងប៉ាកែខ្លាំងមែនតើឥ
ឥឡូវហ្នឹងបងនៅចង់ដឹងតទៀតដោយសារចាជាទូទៅគោលបំណងអ្នកដែលគាត់ដាក់ CSA ហ្នឹងគឺតែមួយគាត់ថាត្រៀមដាក់អាហារូបករណ៍ទៅចិនហើយមិញហ្នឹងនៅដើមquaវីដេអូអូនប្រាប់ដែរថាអូនក៏ឥឡូវហ្នឹងនិយាយកំពុងតែចាំតែមួយម៉ាត់ចុងក្រោយ admission letter ពីសាលាគឺនឹងដេកចាំទៅចិនហ្មងថាហ្នឹងអញ្ចឹងទៅក៏ចង់អូនជួយចែករំលែកដែរថា process ដែលអូនដាក់អាហារូបករណ៍ទៅរៀននៅចិនអញ្ចឹងណាso សម្រាប់ process របស់ខ្ញុំហ្មងខ្ញុំបាន apply ជាមួយនឹងខាង Omoto ហ្នឹងហើយខ្ញុំ apply មួយខាង Omoto ដើម្បីដាក់រៀបចំឯកសារទៅស្រុកចិនអញ្ចឹងណាតែគេក៏មាន process នៅក្នុងការថាមុននឹងយើងចប់ទៅមើលខាង Omoto យើងក៏មាន process ដាក់ឯកសារហើយដាក់ឯកសារនឹងជាប់សិនបានយើងធ្វើការសម្ភាសចប់បានយើងបាន process ធ្វើការដាក់ឯកសារទៅរៀននៅស្រុកចិនអញ្ចឹងមិនថា step ទី1គឺយើងត្រូវ apply អាហារូបករណ៍ជាមួយ Omoto ឲ្យជាប់សិនត្រូវស្តៀងគ្នាជាមួយនឹងអ្នកដែលគាត់ប្រឡងអាហារូបករណ៍រដ្ឋាភិបាលដែរគឺគាត់ត្រូវប្រឡងជាមួយនឹង MOE ដែរណាមានគណិតហើយជាមួយនឹងអង់គ្លេសតែដល់ពេលខាងអូនអត់ទេគឺយើងដាក់ application រួចយើងសម្ភាសចាអូខេតែពេលយើងជាប់វគ្គនឹងរួចបានយើងត្រូវ apply អាហារូបករណ៍ជាមួយនឹងខាងស្លាប៉ុន្តែនៅពេលដែលយើងដាក់តាម Omoto សាកលវិទ្យាល័យយើងរើសខ្លួនឯងឬក៏ខាងគេអ្នករៀបចំឲ្យយើងដែរខាងគេអ្នករៀបចំឲ្យអូខេប៉ុន្តែចុះចំពោះ major យើងអាចរើសបានយើងរើសបានតាម major ដែលយើងឆ្លាញ់ហើយនៅសាកលវិទ្យាល័យយើងគាត់មានហ្នឹងហើយមុននឹងពេលនេះគេសួររឿងតាក់ទងមួយ major យើងហើយអញ្ចឹងគេអាសាយើងទៅតាម major របស់យើងហើយនៅពេលដែលគេរើស university ឲ្យយើងអញ្ចឹងប៉ុន្តែអូនប្រាប់ដែរថានៅក្នុងហ្នឹងគឺយើងត្រូវមាន process ដើម្បី apply យក admission letter ជាមួយនឹងខាងសាលានៅសាកលវិទ្យាល័យចិនផងអញ្ចឹងតាក់ទងជាមួយនឹងការ process ឯកសារទាំងអស់ហ្នឹងតើយើងត្រូវត្រៀមអីគេខ្លះហើយយើងត្រូវមានឯកសារគេខ្លះសម្រាប់ខ្ញុំហ្មងឯកសាររបស់ខ្ញុំត្រូវមានដូចជា passport គឺសំខាន់ត្រូវមាន yes transcript ត្រូវបកជាភាសាអង់គ្លេសហើយ yes យើងទាខាងសាលាបកភាសាអង់គ្លេសហើយទៅ and then យើងត្រូវមានបកប្រែសញ្ញាបត្របាក់ឌុបត្រូវជាភាសាអង់គ្លេសបើយើងដាក់ទៅចិនអញ្ចឹងតាមបងដឹងយើងដាក់ជាចិនក៏បានជាអង់គ្លេសក៏បានតែប៉ុន្តែយើងដាក់អង់គ្លេសទៅចំណេញជាងប្រើបានទូទៅเนาะចា and បន្ទាប់ហ្នឹងយើងត្រូវមានលិខិតកតទោសហ្នឹងគឺជាភាសាអង់គ្លេសដូចគ្នាប៉ុន្តែលិខិតកតទោសហ្នឹងយើងត្រូវទៅ process របៀបមិនទៅលិខិតកតទោសយើងអាចថាយើងទៅ search មើលតាក់ទងជាមួយនឹងដូចជាខាងក្រសួងដែរត្រូវយើង process ជាមួយនឹងពួកគាត់ទៅធ្វើបានយើងធ្វើតាមនៅក្នុង app សិនទៅហើយតមកទៅពេលដល់ថ្ងៃគេហៅឲ្យយើងទៅយកហើយមួយថ្ងៃហ្នឹងហើយដូចជាយើងដាក់តាមហ្នឹងអីចឹងហើយយើងមើលថាយើងចង់បានមួយថ្ងៃព្រោះតែបើថានៅស្រុកខ្មែរគឺសុពលភាពបានតែ8ខែតែបើថានៅស្រុកចិន6ខែតន់អញ្ចឹងយើងត្រូវដាក់ឲ្យធ្វើមិន submit មុនវា expire ត្រូវហ្នឹងហើយតែពេលហ្នឹង check up សុខភាពត្រូវមានដាក់មានបងមានដែរយើងត្រូវទៅ check up សុខភាពនៅតាមមន្ទីរពេទ្យបងឯងអីក៏បានដែរយ៉ាអូខេអញ្ចឹងអ្នកត្រៀមដាក់អាហារូបករណ៍ទៅចិនហ្នឹងយកកណ្ដាស់កប់មួយហើយណាថាត្រូវត្រៀមអីគេខ្លះជាពិសេសគឺទៅលើការបកប្រែឯកសារប៉ុន្តែបើសម្រាប់បទពិសោធន៍អូនហ្មងណាទៅលើការបកប្រែឯកសារពិបាកអត់សម្រាប់ខ្ញុំបកប្រែតាម agency ដូចថាយើងទៅរកតាមខាងអ្នកបកប្រែមួយដូចថាខ្ញុំនេះអីចឹងណាដូចកន្លែង printer អីដឹងមានហើយពីរ៉ាមីតបើកាបងដូចជាបងបកនៅពីរ៉ាមីតខ្ញុំបកនៅម្ដុំតាក់បាក់ទុកចាអូខេប៉ុន្តែបើថាយើងចង់មិនយើងទៅបកនៅទូតក៏បានដែរហ្នឹងហើយត្រូវឲ្យនៅទូតក៏បានដែរហ្នឹងហើយពីកន្លែងហ្នឹងពួកគេសិតមានត្រាទទួលស្គាល់ហ្នឹងអូខេបន្ទាប់មកទៀតនៅពេលដែលយើង process ឯកសារនឹងរួចរាល់អស់ហើយគឺយើងនៅចាំតែលទ្ធផលប៉ុន្តែជាមួយនឹងសាលាយើងត្រូវមានសម្ភារអីទៀតអត់មានសម្ភារតែសម្ភារហើយនៅហើយវ៉ាឥឡូវចែករំលែកបទពិសោធន៍តិចមកឃើញខ្ញុំមិនស្រួលទេណាច្រើនតង់ដែរចាប់ឯកសារហើយនៅទៅសម្ភារមួយតង់ទៀតណាមកសម្ភារហ្នឹងចង់និយាយថាដូចគេយើងឲ្យយើងជាសក់ហើយគេសួរថាយើងមិនបានយើងជ្រើសរើសជំនាញមួយហ្នឹងអី it depend on academic record របស់យើងដែរហើយបើថាតាមបទពិសោធន៍របស់ខ្ញុំហ្មងឆ្លើយឲ្យដូចនឹង study plan ទៅអូខេយើងសេមិននៅក្នុង study plan ឆ្លើយដូចមកព្រោះថាបើឆ្លើយខ្ញុំហ្មងបើតាមខ្ញុំគិតគឺខ្ញុំអត់ត្រូវរៀនភាសាចិនម្ដងទៀតទេព្រោះខ្ញុំមាន HSK ហើយ so like យើងសម្ភារហ្នឹងគឺជាភាសាចិនតែបើថាយើងអត់ចេះអីយើងលួចនិយាយអង់គ្លេសតិចក៏បានដែរតន់ប៉ុន្តែបើ major អូនជាប់ហ្នឹងបើពេលជាប់ហ្នឹងទៅគឺទៅរៀនជំនាញហ្មងចាអូខេយើងមកចាំរៀនហាន់ពូរៀនភាសាចិនមួយឆ្នាំទៀតប្រហែលជាអត់រៀនទេភាសាតែប៉ុន្តែអូននិយាយមិញហ្នឹងមិនថាពេលសម្ភារជាចិនមួយយើងមានឯកសារយើងត្រូវសម្ភារជាចិនតែ small tip អាចលុយនិយាយចិនខ្លះបានដែរនិយាយអង់គ្លេសទៅថាយើងអត់ដឹងថាអីចឹងទៅយើងប្រហែលអង់គ្លេសតិចទៅប៉ុន្តែគេតឹងរឹងមួយយើងអត់នៅពេលសម្ភារដូច
thôi mình mẹ làm chia đấy là đang tự nhiên hiện thay vấn ta thử miên stream slide được gọi được có sủng phép bay dậy khi mùng it depend bởi sập nhưng mong cứ ở đây dậy khi mùng yes porque tụi bây giờ tao mẹ đôi chia bên nó phèm tí sủng phép hẻm tí nâng này ok chẳng hình luôn đây cho mình slide vậy chẳng chọc bao hay tập pe to mà tiết từ lời chấm niệm của bông khơi chấm niệm đã ôn ra apply từ bậc chân nữa á bông mẹ làm theo việc interesting mình tên ôn này chơi chạy để thay mà nó tha ôn này chơi ra chấm niệm cái hay mua là hai ấy ban chỉ chơi ra chấm niệm nè nhung ra chấm niệm digital business ở cái hai cách ha e-commerce lúc bảy nơi sọc chân mà tàn để thao bảo ấy chẳng á chân tới nhung cách ha nên như bây nhung cho ra chấm niệm nó sao tại vì inspire tại tôi muốn thao bảo ấy stuff like that I see the growing like economic thing yeah so interesting mình tàn sản không ta pe màu vấn I can help our country with that ត្រូវព្រោះមកគាត់ថារបត់សង្គមសុខខ្មែរយើងរាល់ថ្ងៃហ្នឹងក៏ចាប់ដើមផ្លាស់ប្ដូរដែរត្រូវចាប់ដើមអភិវឌ្ឍម្ដងបន្តិចតាំងពីទម្លាប់ទៅលើសោមកហ្វូខ្វាន់ដូចពីមុនអត់ទម្លាប់ទេ scan ABA ពេលលុយដូចយើងអត់ដែរថ្មីជ្រើបើការជំនាន់បងទៅរៀននៅចិនបងគាត់ថាវាជា first experience ដែលយើងយកទូរស័ព្ទ scan លុយ pay ហើយមិនត្រឹមតែប៉ុណ្្នឹងទេតាមតំបន់ឬក៏ផ្សារទូចតាម AI គាត់លក់តាមផ្លូវហ្នឹងក៏មាន QR ដែរហើយយើងឡើង surprise ព្រោះដោយសារការជំនាន់ហ្នឹងនៅស្រុកខ្មែរយើងអត់ទាន់មានទេតែពេលចាប់ពី COVID មកមានអារម្មណ៍ថាម្នាក់រៀងទម្លាប់វាយម៉ៃអាកំងអាហារតាម online shopping តាម online តែបងមានអារម្មណ៍ថានៅខ្មែរយើងទៅលើការ shopping online បែបនៅស្រុកគេហ្មងមិនមែនកំងតាម Telegram ឬក៏កំងតាម Facebook ទេណាបែបទិញតាម app តបខ្លួនឯងមិននិយាយមួយអ្នកលក់ហ្មងមកគាត់ថាវារៀងនៅមានដែរទៅនៅមានកម្រិតយើងគាត់ថាយើងអាចទៅ improve បានដែរដោយឡែកដោយសារដូចបងចាក់ស្ដែងគឺបងកំពុង experience ហ្មងដូចហាងសភៅយើង iShare Channel Bookstore តាមពិតយើងមាន website ប៉ុន្តែបងគាត់ថាចំពោះបច្ចុប្បន្នហ្មងប្រហែលជាអត់ទាន់មានអ្នកដែលគាត់ទ្រលាប់ក្នុងការទិញតាម website ទេអាចគាត់ចូលមើលចូលអីចឹងទៅពេលកំងនៅតែកំងផ្ទាល់តែសង្ឃឹមថាទៅខាងមុខបន្តិចទៀតនឹងអូនមកវិញយ៉ាតើតងជាមួយនឹងវិស័យហ្នឹងគឺវាអាចកាន់តែរីកចម្រើនទៅមួយតង់ទៀតអញ្ចឹងណាហ្នឹងហើយផ្សារភ្ជាប់មួយទៀតដែរដោយសារតែបងគិតថាការប្រឡង CSA ក្តីឬក៏តកតងជាមួយនឹងការដាក់អាហារឧបករណ៍ទៅរៀននៅប្រទេសចិនអីភាសាចិនសំខាន់មែនតើអញ្ចឹងបងចង់ផ្សារភ្ជាប់កន្លែងហ្នឹងដែរសម្រាប់ខ្លួនឯងផ្ទាល់ហ្មងណាតើអូនមានពាក្យអីសម្រាប់អ្នកគាត់ឥឡូវហ្នឹងមានបំណងចង់ទៅរៀននៅប្រទេសចិនហើយអាចថាភាសាចិនគាត់មិនទាន់បកកែខ្លាំងឬក៏អីអញ្ចឹងណាតើអូនអាចមានជា tip ឬក៏មានជាការលើកទឹកចិត្តអីរបៀបមិនសម្រាប់ពួកគាត់អញ្ចឹងណាសម្រាប់របស់ខ្ញុំហ្មងគេថាចិត្តរបស់ខ្ញុំនៅមានកម្រិតនៅឡើយទេព្រោះខ្ញុំធ្វើបាន XSK យ៉ាការនិយាយអីចឹងខ្ញុំនៅ still need Google Translate to help ប៉ុន្តែខ្ញុំលើកទឹកចិត្តហ្មងថាអ្នកដែលចង់ទៅរៀននៅស្រុកចិនគឺរៀនចាប់ផ្ដើម start រៀនចិនបដាប្រាហើយយើងរៀនខ្លួនឯងយើងទៅរៀននៅក្នុងសាលា and start podcast ឬក៏យើងអានឲ្យបានច្រើននិងយើងអាចនឹង improve បាន and like បើថាអាចសន្ទនាអីចឹងយើងអាចថាយើងអង្គុយស្ដាប់គេហើយតែមកយើងនិយាយតាមគេអីក៏បានដែរ like យើងមានច្រើនភាសានៅក្នុង TikTok អីហ្នឹងក៏គេមាន post តាក់ទងជាមួយនឹងការអានអីចឹងហ្នឹងការបរៀនទៅយើងអាចថាតំណេយើងអានលេងអីចឹងទៅយើងអានសភៅអានអីចឹងណាហើយផ្សារភ្ជាប់ជាមួយនឹង CSA ដែរដោយសារតែភាគច្រើនអ្នកដែលគាត់គិតថាពេលចិនយើងស្ទើរអញ្ចឹងយើងរៀន CSA ប្រហែលជាពិបាកហើយមើលទៅបើសម្រាប់អូននឹងយល់ថាមិនដែរថាដំបូងអូខ្ញុំរៀនចិនសុទ្ធដែរទោះចិនខ្ញុំអត់សូវល្អប៉ុណ្ណាក៏ខ្ញុំនៅតែរៀនចិនសុទ្ធដែរចឹងថាយកសភៅចិនសុទ្ធមកមើលហ្មងហ្នឹងហើយពេលដំបូងបាក់ខ្លាំងអត់ហើយថាតិចតួចតែយូរទៅទម្លាប់ព្រោះសារយើងអង្គុយបកប្រែទៅអូខេយើងគ្រាន់តែឃើញពាក្យហ្នឹងយើងដឹងមកថាយើងធ្វើអីដឹង keyword របស់វាហ្នឹងហើយយើងហុំទៅយើងចាំតែ keyword មួយម៉ាត់ទៅយើងដឹងថា concept របស់ math ហ្នឹងវាអត់សូវខុសគ្នាមួយខ្មែរយើងហ្មងទេយើងចេះតែកលឹះវាបន្តិចគឺយើងទៅដូចតែគ្នាអញ្ចឹងអ្នកស្ដាប់ podcast នេះហើយគឺកុំបាក់ទឹកចិត្តទោះបីជាចិនយើងមិនទាន់ខ្លាំងក៏យើងនៅតែអាចមានលទ្ធភាពនិងឱកាសក្នុងការ apply អាហារូបករណ៍ទៅរៀននៅប្រទេសចិនបានដែរthôiអូនហ្នឹងហើយឥឡូវនេះគឺសុំមកសំណួរចុងក្រោយសម្រាប់អូនខ្លួនឯងផ្ទាល់តើអូនយល់មិនដែរតើតងជាមួយនឹងការរៀនភាសាចិនតើវាផ្ដល់អត្ថប្រយោជន៍អីគេខ្លះដល់យើងហើយតើអូនមានពាក្យអីលើកទឹកចិត្តសម្រាប់អ្នកគាត់អត់តន់ចេះភាសាចិនឬក៏អ្នកខ្លះរៀងចាប់អារម្មណ៍ថាចង់រៀនប៉ុន្តែមិនតន់បាន start តើអូនមានអីដែលចង់ចែករំលែកទៅកាន់គាត់ហើយភាសាចិនហ្នឹងវាផ្ដល់អត្ថប្រយោជន៍អីគេខ្លះមកដល់អូនអញ្ចឹងណាសម្រាប់ខ្ញុំហ្មងដំបូងខ្ញុំអត់ចូលចិត្តរៀនចិនទេតែយូរទៅអូខេខ្ញុំគិតថាវាមានប្រយោជន៍ព្រោះថាតើក្នុងបរិបទសង្គមខ្មែរយើងបច្ចុប្បន្នក៏សពលជនជាតិចិននៅដែរ and like យើងចេះភាសាចិនក៏វាជាភាសាមួយដែលថាយើងអាចប្រើប្រាស់បាន and like
maybe យើងអាចធ្វើ as a job or stuff like that so like ខ្ញុំគិតថាមានប្រយោជន៍ and យើងទៅភាសាអីក៏មានប្រយោជន៍ដែរតែបើហ៊ានអ្នកដែលចង់រៀនភាសាចិនគួរតែ start រៀនឲ្យហើយព្រោះសារតែអ្នកទាំងអស់គ្នាឯថាបើអ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តនៅក្នុងការរៀនភាសាចិនហើយចឹងវាស្រួលរៀនមែនតើឲ្យតែយើងស្រឡាញ់ចឹងវាអត់សូវមានឧបសគ្គអីយើងរួមទៅបើវាមានថាវាមានឧបសគ្គនៅក្នុងការឯថាចិនវាពិបាក character អីតិចតួចតែគេថាlike តែយើងស្រឡាញ់យើងធ្វើបានហើយគេហ៊ានបានយើងក៏អាចហ៊ានបានដែរហ្នឹងហើយព្រោះអ្នកខ្លះគាត់ step ដោយសារគាត់មានអារម្មណ៍ថាវាមើលទៅដូចរៀងពិបាកខ្លាចតែហ៊ានទៅហ៊ានអត់ចេះហើយតែចិត្តស្ដែងអត់ទេជឿអត់ចង់ថាសំខាន់ឲ្យតែយើងចាប់ដើមសិនស៊ីសងលើយើងដែរយើងព្យាយាមថាយើងចង់រៀនតែយើងចង់រៀនយើងចេះហើយយើងនឹងខំប្រឹងរៀនហើយយើងរកកលឹះមិនដើម្បីស្រាយបញ្ហាមួយនឹងដើម្បីថាឲ្យយើងរៀនចេះហើយគំនិតរបស់ខ្ញុំហ្មងយ៉ាហើយលើឃើញណាគាត់ជោគជ័យមួយឯងបងគាត់ថានៅក្នុងហ្នឹងក៏ដោយសារតែការចេះភាសាចិនដែរវាជំរុញឲ្យអូនប្រឡងជាប់ CSCA ត្រូវឯងបានអាហារូបករណ៍យ៉ាងជោគជ័យទៅរៀននៅប្រទេសចិនហើយហ្នឹងគឺវាមកផ្នែកក្នុងហ្នឹងណាតែបងគាត់ថាអនាគតនៅវិញឆ្ងាយទៀតអញ្ចឹងបងគាត់ថាវានៅនាំផ្លែផ្កាជាច្រើនទៀតមកដល់អូនហើយបើសិនជាអូនបានមានឱកាសទៅរៀនដល់ប្រទេសចិនទៀតភាសាចិននឹងទៅថាកាន់ទៅចម្រើនហ្មងតែទៅរំទៅមកវិញ fluent បាត់ហើយនឹងលឿននេះเคย很流利的说中文អញ្ចឹងដល់ពេលមក podcast 了可以និយាយចិនម្ដងនឹង maybe 毕业之后再来然后跟我用中文交流好了ហ្នឹងហើយអញ្ចឹងអូខេអញ្ចឹងសម្រាប់ podcast យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងព្រោះសារអូនបានចែករំលែកតាក់ទងជាមួយនឹងកលឹះខ្លឹមច្រើនមែនតើអញ្ចឹងសង្ឃឹមថាព័ត៌មានទាំងអស់នេះគឺមានអត្ថប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយអរគុណច្រើនមែនតើអូនចំពោះការចែករំលែកអត់តើណាបាយបាយតាជា